ខ្ញុំចង់ចាប់ផ្ដើមអានព្រះគម្ពីរប៉ុន្តែខ្ញុំអត់ដឹងថាតើខ្ញុំគួរតែអានពីកន្លែងណាទៅហើយដោយសារតែខ្ញុំទុំចាប់អារម្មណ៍ទៀតថាកាន់គម្ពីរសុភាសិតគឺមាន31ជំពូកខែនេះយើងមាន31ថ្ងៃចឹងយើងនឹងអានមួយថ្ងៃមួយជំពូកជាមួយគ្នាចឹងខ្ញុំអានជំពូកមួយហើយខ្ញុំនឹងអានខដែលខ្ញុំចាប់អារម្មណ៍នៅក្នុងជំពូកមួយនេះខទី7ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃការចេះដឹងមនុស្សខ្លៅតែងតែមើលងាយតម្រេះប្រាជ្ញានិងការព្រានប្រដៅឬក៏បបមួយទៀតអានថាការកោតខ្លាចព្រះយេហូវ៉ាជាដើមចមនៃតម្រេះតែមនុស្សឥតបើគិតគេមើលងាយប្រាជ្ញានិងសេចក្តីព្រានប្រដៅវិញឬក៏អង់គ្លេសបកថា Fear of the Lord is the foundation of true knowledge but fool despise wisdom and disciplines ហើយខមួយទៀតដែលចាប់អារម្មណ៍សម្រាប់ខ្ញុំគឺ32ត្បិតចិត្តរឹងរូសរបស់មនុស្សល្ងង់នឹងធ្វើឲ្យគេបាត់បង់ជីវិតហើយចិត្តអួតអាងរបស់មនុស្សលេលានឹងធ្វើឲ្យគេវិនាសអញ្ចឹងខ្ញុំសង្ឃឹមថាយើងនឹងកោតខ្លាចព្រះជាម្ចាស់ហើយយើងនឹងមិនមានចិត្តរឹងរូសឬក៏មិនមានចិត្តអួតអាងអញ្ចឹងខគម្ពីរទាំងអស់នេះបាននិយាយមកកាន់ខ្ញុំអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ចាប់ផ្ដើមអានគម្ពីរហើយអត់ដឹងអានពីកន្លែងណាដែរថ្ងៃនេះគឺជាថ្ងៃល្អដែលយើងអាចចាប់ផ្ដើមអាននៅជំពូកទី1ទាំងអស់គ្នាហើយបើសិនជាចាប់អារម្មណ៍នៅខណាអាច comment ប្រាប់ខ្ញុំនៅក្នុង comment ផងហើយយើងអាចចាប់ផ្ដើមអានទាំងអស់គ្នាហើយជួបគ្នាថ្ងៃស្អែកដែលយើងនឹងអាននៅជំពូកទី2ថ្ងៃទី2អានជំពូកទី2អរគុណសូមប្រែប្រទានពរ